នេះបងប្អូន42 V 42 V motor ឆាប42 V ដែលមានកម្លាំងខ្លាំងជាងគេជាប្រភេទ motor ឆាបប្រើថ្មបងប្អូនចូល stock មកវិញហើយអានេះចូលក៏លឿនអស់ក៏លឿនតែបងប្អូនគិតច្រើនដាច់ stock ចាំទី motor ឆាប42 V នេះវាជាប្រភេទ motor ឆាបដែលមានកម្លាំងខ្លាំងហើយមួយឈុតរបស់វាមកជាមួយនឹងផ្លែរហូតដល់29ផ្លែនេះបងប្អូនផ្លែកាត់ដែកមាន25ផ្លែក្នុងមួយប្រអប់ហើយប្រអប់គេមានផ្លាស្ទិកមានបិទស្អាតចឹងផ្លែឆាបដែកមាន3ផ្លែបងប្អូនហើយក៏មានមកជាមួយផ្លែកាត់ការ៉ូមួយផ្លែផងដែរមួយឈុតរបស់វាមិនត្រឹមតែមានផ្លែច្រើនទេថ្មបាន2គ្រាប់ទៀតដែលឈុត20 V ដែលយើងធ្លាប់ជួបពីមុនមកថ្មវាមានតែមួយទេនេះថ្មវាមាន2ជាប្រភេទថ្ម2 ampere ម៉ោងកន្លះ42 V 2ថ្មបងប្អូនហើយឆ្នាំងសាបរបស់វាក៏ជាប្រភេទឆ្នាំងសាបល្បឿនលឿនដែរនិយាយទៅប្រភេទ motor total ប្រើថ្មទាំងអស់គឺប្រើប្រភេទឆ្នាំងសាបល្បឿនលឿនទាំងអស់គ្រាន់តែឆ្នាំងសាបវាខុសគ្នាត្រង់ថាអាខ្លះ20 V អាខ្លះ42 V តាមកម្លាំងវ៉ុលរបស់វាព្រោះអី motor total មានកម្លាំងវ៉ុលច្រើនពីតូចរហូតដល់ធំជាងគេហ្នឹងគឺ42 V ហ្នឹងហើយអញ្ចឹងបើបងប្អូនចាប់អារម្មណ៍កុំភ្លេចឆាតចូលពេក Total Tour Cambodia ទាំងអស់គ្នាអរគុណ